ព្រះពុទ្ធសំដែងធម៌5ប្រការបុត្រីបុត្រាត្រូវខំប្រព្រឹត្តតនអ្នកមានគុណនៅមានជីវិតហើយត្រូវតាំងចិត្តដោយក្តីជ្រះថ្លាភក្តោនេសង្ភរេសាមិធម៌ទី1នេះប្រាប់កូនជីវាឪពុកនិងម្ដាយចិញ្ចឹមកូនណាកូននោះរក្សាចិញ្ចឹមគាត់វិញកិច្ចចាំងនេសង្ឃរេសាមិធម៌ទី2នេះកូនខំមនោមនិញជួយធ្វើការងារព្យាយាមបំពេញធ្ងន់ស្រាមដេចមិញឲ្យបានបវរកុលៈវង្សង្ឃបេសាមិធម៌ទី3នេះកូនស្ដាប់បន្តរក្សាត្រកូលឲ្យគង់វង្សល្អស្ថិតក្នុងគុណធម៌លើកមុខពុកម៉ែពាយជាងបដិបជាមិធម៌ទី4នេះបើតាមពាក្យប្រាយរៀបចំគំនិតឲ្យល្អហូរហែទទួលដីស្រែនិងគេទ្របភ្ញាពេតាណង្កាលកតាណង្ភ្លើងធាតុដុតខ្លាំងស្លាប់ចោលបុតភ្ងាពាក្យតេខេណាគឺកូនគ្រប់គ្នាធ្វើបុណ្យបូជាឧទ្ទិសជូនលោក